បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងមកបន្តដោះស្រាយលំហាត់តាក់ទងជាមួយនឹងការតម្រូវភាពបាយរបស់យើងបាទដល់ពេលដែលវាមានភាពបាយខុសគ្នាបាទអញ្ចឹងអានេះគឺយើងចូលទៅតាក់ទងជាមួយនឹងការដកអញ្ចឹងការដកជាមួយនឹងការបូកគឺអត់ខុសគ្នាទេយើងគ្រាន់តែតម្រូវភាពបាយវាទៅគឺយើងអាចដកវាបានហើយបាទអញ្ចឹងដូចបានបង្ហាញអញ្ចឹងយើងឃើញថា7និង3គឺអត់ដូចគ្នាទេអញ្ចឹងយើងតម្រូវភាពបាយវាមកបាទយើងតម្រូវភាពបាយវាប៉ុណ្ណាអញ្ចឹងយើងធ្លាប់បានដោះស្រាយហើយថាភាពបាយអាហ្នឹងគឺ21បាទ7គុណនឹង3 3គុណនឹង7ហ្នឹងគឺស្មើ21អញ្ចឹងខ្ញុំអាចទៅសេបានថាស្មើនឹង4បាទគុណនឹង3បាទ7នេះគុណនឹង3ដល់ពេល3គុណនឹង7អញ្ចឹង1ក៏គុណនឹង7ដែរអញ្ចឹងយើងឃើញថា3 4ដងវាប្រហែល10 12បាទនេះ21ណាបាទអានេះ7បាទនេះវាទៅជា21ដែរអញ្ចឹងយើងឃើញថាមានភាពបាយដូចគ្នាហើយបាទអញ្ចឹងយើងដកតែភាពយកនិងភាពយកមកភាពបាយយើងរក្សានៅដដែលអញ្ចឹង12ដក7នៅសល់5បាទ5នៅលើ20 21បាទរក្សាទៅដែរយើងបន្តមកទៀតបាទមើលនេះ3ភាគ5ដកជាមួយនឹង1ភាគ2អញ្ចឹងពហុគុណរួមនៃ5សំដៅពហុគុណនៃ5ណាបាទពហុគុណនៃ5គឺវាមាន5វាមាន10វាមាន15ហើយបន្តដល់ពេល2ហ្នឹងគឺមាន2 4បាទ6 8 10បន្តទៀតអញ្ចឹងក្នុងករណីនេះគឺយើងសង្កេតឃើញថានេះ10នេះបាទ10ណាបាទ10នេះគឺដូចគ្នាអញ្ចឹងយើងយកអាហ្នឹងគឺជាភាគបាយរួមរបស់វាបាទអញ្ចឹង5ដើម្បីឲ្យបាន10យើងត្រូវគុណនឹងប៉ុន្មាន5ដើម្បីឲ្យបាន10យើងមិនត្រូវគុណនឹង2បាទ5ដើម្បីឲ្យបាន10យើងត្រូវគុណនឹង2បាទអញ្ចឹងយើងបាន5គុណនឹង2កាលណា5គុណនឹង2 3ត្រូវគុណនឹងប៉ុន្មានដែរបាទ3គុណនឹង2ដែរបាទដល់ពេល2គុណនឹង5ដល់ពេល2គុណនឹង5 1ត្រូវគុណនឹងប៉ុន្មានដែរគុណនឹង5ដែរបាទ1គុណនឹង5បាទអញ្ចឹងយើងបាន3 2ដង6នៅលើ10បាទដកនឹង5នៅលើ10ឃើញភាពបាយដូចគ្នាហើយយើងដកគ្នាមកអញ្ចឹង6ដក5ដល់សល់1នៅលើ10បាទនេះគឺជាចម្លើយបាទអញ្ចឹងយើងដល់សល់លំហាត់2ទៀតបាទសម្រាប់បងប្អូនអរគ្នាសាកល្បងក្នុងការដោះស្រាយបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយ